សួស្តីពុកម៉ែទាំងអស់គ្នាថ្ងៃនេះខ្ញុំស្លសំណក់តងយ៉ាំផ្នែកគ្រឿងផ្សំនៃសំណក់តងយ៉ាំគឺមានគ្រឿងបុកក្នុងផ្នែកគ្រឿងបុកនេះមានដូចជាស្លឹកគ្រៃរំដេងគ្រូសាច់ខ្ទឹមសខ្ទឹមក្រហមក៏ដូចជាម្ទេសក្រៀមក៏ដូចមានជាកាពិផងដែររីឯផ្នែកសាច់គឺមានដូចជាសាច់មាន់ក៏ដូចជាប្រហិតបន្លែមានដូចជាកៅអៅឈូកយើងចិត្តជាចំបើមូរីឯគ្រឿងកាត់ចង្អាបគឺយើងយក2គឺស្លឹកខ្ទឹមជាមួយនឹងម្ទេសរីឯចំណែកឯផ្នែកបញ្ជូរគឺយើងយកក្រូចឆ្មាជាមួយនឹងអំបិលទុំព្រោះវាផ្ស៊ីគ្នាហើយទាំងអស់នេះគឺជាផ្នែកគ្រឿងផ្សំនៃគ្រឿងតងយ៉ាំរបស់យើងហើយយើងចាប់ផ្ដើមស្លទាំងអស់គ្នាដំបូងគឺយើងត្រូវចាក់ខ្លាញ់រួចកូរគ្រឿងឲ្យឆ្អិនឲ្យឈ្ងុយយ៉ាំយើងដាក់កាពិបន្ទាប់ពីដាក់កាពិកូរឲ្យឈ្ងុយឆ្ងាញ់ម្សៅទៀតហើយបើយើងចាប់ផ្ដើមទម្លាក់សាច់កូរកុំឲ្យបែកសាច់ពីព្រោះតែយើងតម្រូវឲ្យសាច់ផ្លែមាន់គឺមូលនៅពេលដែលឆ្អិនហើយគឺយើងបន្តនៃការថែមទឹកមកល្មមដែលយើងស្លមួយចានព្រោះយើងញ៉ាំម្នាក់ឯងអញ្ចឹងខ្ញុំបិទឆ្នាំងរួចរំងាស់វាចំនួន5នាទីហើយបើកមកវិញគឺសាច់វាល្អមែនតើបន្ទាប់មកចាប់ផ្ដើមដាក់គ្រឿងមានតែរ៉ូឌីទឹកត្រីក៏ដូចជាម្សៅស៊ុបពីព្រោះតែខ្ញុំអត់ញ៉ាំស្ករនិងប៊ីចេងហើយក៏បន្ថែមជាមួយនឹងអំបិលគឺត្រាំនៅក្នុងនឹងហ្មងព្រោះខ្ញុំចូលចិត្តអំបិលនៅពេលដែលត្រាំហើយគ្រឿងកាត់ចង្អាបគឺយើងចាប់ដើមដាក់ចូលដូចគ្នាមិនតែអត់ទាន់ដាក់បន្លែកៅអៅចូលទេពីព្រោះតែខ្លាចវារលួយអញ្ចឹងនៅពេលដែលយើងដាក់បន្លែនេះហើយគឺយើងធ្វើការគ្របទុករងាស់ប្រហែលជា5នាទីទៀតតែ5នាទីនេះភ្លើងហាប់ៗណាធ្វើមិនកុំឲ្យសាច់មាន់ហ្នឹងគឺបែកបន្ទាប់មកគឺថែមម្ជូរនឹងដាក់ឲ្យហើយព្រោះដោយសារតែឲ្យវាប្រស៊ីគ្នាជាមួយនឹងអំបិលទុំកុំឲ្យវាជូរមុតខ្លាំងពេកចឹងណាមកល្មមដែលយើងអាចទទួលទានបានជាមួយនឹងសំណតងយ៉ាំរបស់យើងបន្ទាប់ពីយើងធ្វើការចម្អិនបន្ថែម5នាទីទៀតហើយយើងចាប់ផ្ដើមដាក់បន្លែដោយរក្សានូវភាពស្រស់នៃបន្លែរបស់យើងនៅក្នុងសម្លតងយ៉ាំរបស់យើងដើម្បីមានភាពស្រួយនៅក្នុងនឹងអញ្ចឹងណាហើយបន្ទាប់មកយើងចាប់ផ្ដើមរក្សាវាទុកប្រហែលជា1នាទីនៅក្នុងឆ្នាំងទៅទៀតដើម្បីឲ្យវាឆ្អិនបន្លែមកល្មមប៉ុន្តែគឺមិនឲ្យរលួយពេកទេហើយរសជាតិរបស់វាគឺអាចទទួលយកបានដោយវាមិនផ្អែមពេកហើយក៏មានភាពស្លេមជាងមួយនេះចេញគឺវាមានរសជាតិឆ្ងាញ់មានន័យថាល្មមដែលយើងអាចញ៉ាំបានណា